គឺប្រភេទសោជាងបើបងប្អូននៅបន្តប្រើចាក់ទៅអាចនឹងខូចដុំអញ្ចឹងបោះវាចោលទៅបងប្អូនសម្រាប់ទ្វារសុវត្ថិភាពរបស់យើងមានសោក្នុងចង្កោមនេះមកប្រអប់ហើយនេះខាងក្រៅបញ្ជាក់បងប្អូនពេលដែលបងប្អូនតឡើងរួចរាល់អាសោនេះគឺយើងអត់ប្រើណាយើងដកចេញអញ្ចឹងចម្ងល់ទាំងអស់ប្រាប់ទៅកាន់ពុកម៉ែបងប្អូនយើងអាចបានឆាតទាំងអស់ហើយអញ្ចឹងមានចេញវីដេអូអញ្ចឹងសោនេះគឺប្រភេទសោជាងបើបងប្អូននៅបន្តប្រើចាក់ទៅអាចនឹងខូចដុំអញ្ចឹងបោះវាចោលទៅទុកវានៅណាមួយកន្លែងទៅអញ្ចឹងយើងប្រើសោក្នុងប្រអប់នេះក្នុងប្រអប់នេះអាចមាន4ទៅ5សោអានេះប្រភេទសោអត់20បើសិនជាអត់10អីគឺវាមានប្រភេទជ័រខាងក្រៅសោខាងក្រៅជ័រ2អញ្ចឹងសម្រាប់សោទាំងអស់គឺយើងចងភ្ជាប់ជាមួយនឹងទ្វារគឺនៅខាងនេះនៅខាងកន្លែងចូលអត់ជាទ្វារអញ្ចឹងបងប្អូនស្រាយមើលទៅឃើញសោព្រោះគេដាក់ពីរោងចក្រមកអញ្ចឹងតកេគឺនៅនឹងទាំងអស់អញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលឆ្ងល់ឬក៏អត់យល់នៅកន្លែងណាឆាតសួរមកកាន់បុរាណផ្ទាល់ថែមបានទៀតណាពុកម៉ែបងប្អូនអរគុណច្រើន